សេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុលើកទី2សម្រាប់រដូវប្រាំងចាប់ពីថ្ងៃទី15ខែមីនាដល់ដើមរដូវវស្សាខែឧសភាឆ្នាំ2026បន្ទាប់ពីធ្វើការតាមដានវិភាគនិងព្យាករណ៍អាកាសធាតុរួចមកក្រសួងធនធានទឹកនិងអូតូនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុក្នុងរដូវប្រាំងឆ្នាំ2026ដោយផ្អែកទៅលើបាតុភូតសកលនិងយោងទៅលើការព្យាករណ៍ស្តីពីស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅក្នុងផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចមហាសមុទ្រឥណ្ឌានិងតំបន់អេក្វាទ័របង្ហាញឲ្យឃើញថាបាតុភូតអេនសូអព្យាក្រឹតនៅតែបន្តកើតមានឡើងនៅក្នុងកម្រិត 90% រហូតដល់ខែឧសភានិងថយមកត្រឹម 70% នៅក្នុងខែមិថុនាឆ្នាំ2026ដោយឡែកបាតុភូត IOD ស្ថិតនៅអព្យាក្រឹតស្ថានភាពបែបនេះធ្វើឲ្យ 1. រដូវប្រាំងសីតុណ្ហភាពមធ្យមអបបរមានិងមធ្យមអតិបរមាស្មើនឹងមធ្យមភាគច្រើនឆ្នាំដោយឡែកនៅក្នុងខែមេសាសីតុណ្ហភាពមធ្យមអបបរមា26អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា38អង្សាសេដែលមានកម្រិតស្មើនឹងមធ្យមភាគច្រើនឆ្នាំបរិមាណទឹកភ្លៀងនៅតំបន់វាលទំនាបខ្ពង់រាបជួរភ្នំក្រវាញជួរភ្នំបូកគោនិងតំបន់មាត់សមុទ្របរិមាណទឹកភ្លៀងមានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំដោយឡែកនៅតំបន់ខ្ពង់រាបនិងជួរភ្នំដងរែកបរិមាណទឹកភ្លៀងស្មើនឹងមធ្យមភាគច្រើនឆ្នាំភ្លៀងកក់ខែមានកម្រិតពីមធ្យមទៅច្រើនដែលគ្របដណ្ដប់ទូទាំងប្រទេសជាមួយនឹងបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតឡើងបង្គួរ 2. ដើមរដូវវស្សានឹងចាប់ផ្ដើមនៅក្នុងសប្តាហ៍ទី1ខែឧសភាដែលលឿនជាងឆ្នាំ2025សីតុណ្ហភាពមធ្យមអបបរមានិងមធ្យមអតិបរមាទាបជាងមធ្យមភាគច្រើនឆ្នាំបរិមាណទឹកភ្លៀងមានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំបរិមាណភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយនឹងទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អនិងមានបាតុភូតផ្គររន្ទះខ្យល់កន្ត្រាក់កើតឡើងបង្គួររលកសមុទ្រមានកម្ពស់មធ្យមអបបរមា0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1.75 ម៉ែត្រយោងតាមការព្យាករណ៍អាកាសធាតុខាងលើក្រសួងធនធានទឹកនិងអូតូនិយមសូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋមេត្តាចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់ពិសេសតំបន់ជនបទដែលឆ្ងាយពីប្រភពទឹកជាមួយគ្នានេះសូមយកចិត្តទុកដាក់ខ្ពស់និងប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលមានផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលអាចកើតឡើងមានច្រើននៅក្នុងរដូវភ្លៀងកក់ខែនិងដើមរដូវវស្សា